យើងអាចប្រើនាឡិកា Walkie Sneak បេះដូងដោយសុក្រិតទៀតផងមានមុខងារសុខភាពសុក្រិត ហើយនេះគឺជា Huawei Watch Fit 4 Series វាធ្វើការជាមួយនឹង sensor TrueSense ចំនួនថ្មីដើម្បីផ្ដល់ទិន្នន័យវិភាគពីការគេងការដើរការឈរការអង្គុយរបស់យើងបានច្បាស់ការពិនិត្យទៅលើ ECG ហើយមុខងារនេះវាមានតួនាទីអាចវាស់សកម្មភាពចលនាអគ្គិសនីឬក៏ជីពចរនៃបេះដូងរបស់យើងព្រមទាំងវាយតម្លៃដឹងពីភាពមិនប្រក្រតីនៃសុខភាពបេះដូងរបស់យើងបានថែមទៀត វាថែមទាំងវិភាគពីការដកដង្ហើមវាស់កម្ដៅស្បែកវាស់ចង្វាក់បេះដូងនិងអុកស៊ីហ្សែននៅក្នុងឈាមលើនេះផ្ទាល់ដើម្បីផ្ដល់ជាទិន្នន័យ real time ឲ្យយើងដឹងកាន់តែច្បាស់ពីសុខភាពរាងកាយរបស់យើងផងដែរហើយមុខងារ emotional well-being នឹងវាប្រមូលទិន្នន័យពីការរៀនលើសកម្មភាពយើងប្រចាំថ្ងៃប្រាប់ជាលទ្ធផលយើងដឹងវិញថាអារម្មណ៍យើងសប្បាយចិត្តធម្មតាឬមិនសប្បាយចិត្តបានផងដែរទិន្នន័យអស់ទាំងនេះវាសំខាន់នៅក្នុងការប្រើប្រាស់ក្នុងការតាមដានក្នុងករណីដែលយើងមានបញ្ហាសុខភាពអីផ្សេងៗយើងអាចផ្អែកទៅលើព័ត៌មាននេះដើម្បីសន្និដ្ឋានថាតើយើងអាចផ្លាស់ប្ដូរ lifestyle របស់យើងយ៉ាងម៉េចដើម្បីឲ្យជីវិតរបស់យើងការរស់នៅរបស់យើងកាន់តែល្អប្រសើរជាងមុន ហើយចំពោះមុខងារដែលខ្ញុំប្រើច្រើនជាងគេនិងពិតជាលើកទឹកចិត្តឲ្យបងប្អូនចាប់ដើមប្រើវាដែរហ្នឹងគឺមុខងារតាមដានគុណភាពដំណេករបស់យើងទោះថាគ្រាន់តែគេងឲ្យបាន7ទៅ8ម៉ោងប៉ុណ្្នឹងគឺវាអត់គ្រប់គ្រាន់ទេយើងត្រូវដឹងលម្អិតថែមទៀតថា deep sleep របស់យើងប្រមាណ light sleep ប្រមាណ REM sleep ប្រមាណអញ្ចឹងអ្នកនរគ្នាយល់យ៉ាងណាដែរចំពោះ smartwatch ទាំងពីរ model របស់ Huawei នេះឬក៏អ្នកនរគ្នាមានចង្អល់ឬចង់ដឹងចំណុចណាបន្ថែមអាច comment នៅខាងក្រោមឲ្យខ្ញុំបានដឹងផង